មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌លើកឡើងឲ្យដឹងថាការធ្វើជំរឿនមន្ត្រីជាក់ស្ដែងជាយន្តការកណ្ដឹងពង្រឹងអភិបាលកិច្ចនិងបង្កើនផលិតភាពការងារអាយុដំឡុងប៉ុណ្ណាសេរីវ័នរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថាការធ្វើជំរឿនមន្ត្រីជាក់ស្ដែងគឺជាយន្តការកណ្ដឹងក្នុងការពង្រឹងអភិបាលកិច្ចនិងបង្កើនផលិតភាពការងារដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្ដែងនៅតាមអង្គភាពចំណុះក្រសួងវប្បធម៌និងវិចិត្រសិល្បៈអាយុដំឡុងប៉ុណ្ណាសេរីវ័នរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ពីសារៈសំខាន់និងផលប្រយោជន៍ជាយុទ្ធសាស្ត្រនៃយុទ្ធនាការជំរឿនមន្ត្រីដែលជាផ្នែកមួយនៅក្នុងការកែតម្រង់រដ្ឋបាលសាធារណៈជាពិសេសការអនុវត្តវិធានការកណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជាអាយុដំបានបញ្ជាក់យ៉ាងច្បាស់ថាការធ្វើជំរឿនមន្ត្រីគឺជាយន្តការមួយដែលអាចឲ្យដឹងច្បាស់ពីចំនួនមន្ត្រីរាជការជាក់លាក់និងអាចដឹងអំពីចំនួនមន្ត្រីកំពុងបំពេញការងារក្នុងស្ថាប័នគោលដៅច្បាស់លាស់មានការទទួលខុសត្រូវច្បាស់លាស់ព្រមទាំងជាការពង្រឹងអភិបាលកិច្ចល្អអាយុដំរដ្ឋលេខាធិការក៏បានឆ្លើយតបទៅនឹងការបារម្ភមួយចំនួនដោយសង្កត់ធ្ងន់ថាយុទ្ធនាការនេះមិនមែនជាការដាក់សម្ពាធដល់មន្ត្រីរាជការណាមួយនោះទេហើយក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រក្រតីភាពនៃការផ្តល់សេវារបស់អង្គភាពណាមួយនោះដែរផ្ទុយទៅវិញយុទ្ធនាការជំរឿននេះគ្រាន់តែជាការផ្ទៀងផ្ទាត់ទិន្នន័យដើម្បីទី1កំណត់នៅរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នទៅលើស្ថានភាពជាក់ស្ដែងទី2អភិវឌ្ឍប្រព័ន្ធព័ត៌មានមន្ត្រីរាជការដើម្បីងាយស្រួលក្នុងការរៀបចំប្រព័ន្ធវិវ័ននិងទី3កំណត់តម្រូវការមន្ត្រីជាក់ស្ដែងដើម្បីជំរុញដំណើរការអនុវត្តការងារប្រកបដោយតម្លាភាពសក្តិសិទ្ធិភាពនិងប្រសិទ្ធភាពអាយុដំបានអំពាវនាវដល់មន្ត្រីរាជការទាំងអង្គឲ្យចូលរួមក្នុងយុទ្ធនាការជំរឿននេះឲ្យបានសកម្មដើម្បីប្រយោជន៍រួមនិងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់កម្ពុជាក្នុងការឈានទៅសម្រេចបាននូវគោលដៅឆ្នាំ2030ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់និងឆ្នាំ2050ជាប្រទេសចំណូលខ្ពស់អាយុដំបានសង្កត់ធ្ងន់ថាការគិតគូរពីរចនាសម្ព័ន្ធនិងធនធានមនុស្សដើម្បីផលិតភាពការងារនិងជាការចាំបាច់ដែលយើងទាំងអស់គ្នាត្រូវចូលរួមក្នុងការកែតម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល